អាមេរិកកំពុងបាត់បង់ឥទ្ធិពលនៅមជ្ឈមបូព៌ាហើយទីក្រុងតេអ៊ីរ៉ង់នឹងមិនបណ្ដោយឲ្យបិសាចកំណាចណាមួយរួចខ្លួនឡើយនេះជាសម្ដីរបស់អ៊ីរ៉ង់គណៈប្រមានសងសឹកវិញបន្ទាប់ពីចោទប្រកាន់អាមេរិកថាបានរំលោភបំពានបទជបាញ់ក្រោយអាមេរិកបើកការវាយប្រហារមកលើខ្លួនសារជាថ្មីនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថាពិតជាមានសម្លេងផ្ទុះនៅក្រុងកំពង់ផែ Bandar Abbas នាភាគខាងត្បូងប្រទេសអ៊ីរ៉ង់ក្បែរច្រកសមុទ្រ Hormuz ហើយថាកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានបាញ់ទម្លាក់ drone អាមេរិកមួយគ្រឿងនិងបានបាញ់សម្ដៅទៅលើយន្តហោះចម្បាំង S-35 ផងដែរពេលព្យាយាមចូលមកក្នុងដែនអាកាសអ៊ីរ៉ង់ក្រោយអាមេរិកប្រកាសថាបានបើកការវាយប្រហារលើទីតាំងបាញ់បង្ហោះមីស៊ីលនិងទូកល្បឿនលឿនរបស់អ៊ីរ៉ង់ដែលកំពុងព្យាយាមរីមីនដើម្បីជាការការពារខ្លួនកងទ័ពភេរវកអាមេរិកបានបន្តធ្វើសកម្មភាពខុសច្បាប់ដ៏អយុត្តិធម៌ចាប់តាំងពីពេលមានបទជប់បាញ់មកហើយនៅក្នុងរយៈពេល48ម៉ោងកន្លងមកនេះថែមទាំងបានរំលោភបំពានបទជប់បាញ់យ៉ាងធ្ងន់ធ្ងរផងដែរនៅក្នុងតំបន់ Hormuz នេះគឺជាសេចក្តីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់ដែលបន្ថែមថាទីក្រុងតេអ៊ីរ៉ង់នឹងមិនបណ្ដោយឲ្យបិសាចកំណាចណាមួយរួចខ្លួនឡើយហើយក៏មិនស្ទាក់ស្ទើរនៅក្នុងការការពារជាតិអ៊ីរ៉ង់ផងដែររីឯលោក Mojtaba Khamenei មេដឹកនាំកម្ពុជាអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ប្រកាសទាំងមិនបង្ហាញស្រមោលថាទីក្រុង Washington កំពុងធ្លាក់ឥទ្ធិពលនៅតំបន់មជ្ឈមបូព៌ាហើយលោកក៏បានព្រមានបណ្ដាប្រទេសនៅតំបន់នេះឲ្យឈប់ផ្ដល់ជាទីជម្រកសម្រាប់មូលដ្ឋានទ័ពអាមេរិកផងដែរបើចង់សុខខ្លួនលោក Mojtaba Khamenei បានបន្តទៀតថាជនឈ្លានពានមិនគ្រាន់តែអស់ជំរកសុខសាន្តនោះទេប៉ុន្តែថែមទាំងកំពុងវិច្ចបង្វិចចាក់ចេញឆ្ងាយពីអតីតមូលដ្ឋានរបស់ខ្លួនជាបណ្ដាផងដែរថ្មីត្បិតសង្គ្រាមពាក្យសម្ដីផ្ទុះឡើងប៉ុន្តែលោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់បានលើកឡើងថាប្រទេសរបស់លោកក៏ត្រៀមខ្លួនរួចហើយសម្រាប់ឈានទៅរកក្របខ័ណ្ឌដែលអាចទទួលយកបានណាមួយដើម្បីបញ្ចប់ជម្លោះចំណែកឯលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានលើកឡើងកាលពីថ្ងៃអង្គារថាទោះបីជាមានការវាយប្រហារក៏ដោយប៉ុន្តែកិច្ចព្រមព្រៀងនៅតែមានសង្ឃឹមអាចសម្រេចបានទន្ទឹមគ្នានេះមានក្រុមអ្នកវិភាគខ្លះបានលើកឡើងថាលោកប្រធានាធិបតី Donald Trump មិនចោលក្បួននោះទេនោះគឺក្បួនចរចាបណ្ដាវាយប្រហារបណ្ដារហូតធ្វើឲ្យអ៊ីរ៉ង់លែងហ៊ានប្រថុយទុកចិត្តអាមេរិកនិងអ៊ីស្រាអែលប្រឹងវាយស្ទើរដាច់ខ្យល់ប៉ុន្តែរបាយការណ៍វិតម្លៃសម្ងាត់របស់អាមេរិកខ្លួនឯងបានរកឃើញថាអ៊ីរ៉ង់ប្រើពេលត្រឹមតែ6ខែប៉ុណ្ណោះគឺអាចស្ដារសមត្ថភាពវាយប្រហារដោយ drone ដូចដើមឡើងវិញបានហើយដល់ឥឡូវនេះឧស្សាហកម្មយោធារបស់អ៊ីរ៉ង់កំពុងស្ដារឡើងវិញលឿនជាងអ្វីដែលបានស្មានទុកទៅទៀតជាពិសេសគឺយន្តហោះគ្មានមនុស្សបើកតែម្ដងយោងតាម CNN បានចុះផ្សាយថាអ៊ីរ៉ង់ចាប់ផ្ដើមផលិតយន្តហោះគ្មានមនុស្សបើកបានមួយចំនួនឡើងវិញរួចហើយអំឡុងមានបទជប់បាញ់រយៈពេល6សប្តាហ៍កន្លងមកនេះដែលនេះជាសញ្ញាបង្ហាញថាអ៊ីរ៉ង់កំពុងកសាងឡើងវិញយ៉ាងឆាប់រហ័សនៅសមត្ថភាពយោធាមួយចំនួនដែលត្រូវបានកំទេចក្នុងការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលនេះបើយោងតាមប្រភព2ដែលដឹងអំពីការវាយតម្លៃសម្ងាត់របស់សហរដ្ឋអាមេរិកផ្ទាល់ប្រភពចំនួន4បានប្រាប់ CNN ថាការស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកបង្ហាញថាយោធាអ៊ីរ៉ង់កំពុងស្ដារសមត្ថភាពផលិតអាវុធរបស់ខ្លួនឡើងវិញលឿនជាងការប៉ាន់ស្មានដំបូងទៅទៀតក្នុងនោះរួមមានទីតាំងមីស៊ីលជើងទម្របាញ់បង្ហោះមីស៊ីលនិងសមត្ថភាពផលិតប្រព័ន្ធអាវុធសំខាន់ៗដែលត្រូវបានបំផ្លាញអំឡុងអាមេរិកនិងអ៊ីស្រាអែលសម្រុកវាយប្រហារដោយព្យុះដែលនេះមានន័យថាអ៊ីរ៉ង់នៅតែមានសមត្ថភាពបង្កការគំរាមកំហែងយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ប្រសិនបើលោកប្រធានាធិបតី Donald Trump ចាប់ផ្ដើមយុទ្ធនាការទម្លាក់គ្រាប់បែកឡើងវិញនេះបើយោងតាមប្រភពចំនួន4ដែលដឹងអំពីព័ត៌មានសម្ងាត់របស់អាមេរិកដែលនេះគឺខុសពីការអះអាងរបស់អាមេរិកនិងអ៊ីស្រាអែលដែលថាបានបំបាក់សមត្ថភាពយោធាអ៊ីរ៉ង់ឲ្យចុះខ្សោយបានរាប់ឆ្នាំទៅមុខនោះការប៉ាន់ប្រមាណដោយទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកមួយចំនួនក៏បានបង្ហាញផងដែរថាអ៊ីរ៉ង់អាចស្ដារឡើងវិញនូវសមត្ថភាពវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ខ្លួនដោយប្រើពេលត្រឹមតែ6ខែប៉ុណ្ណោះគឺបានដូចដើមឡើងវិញហើយប្រភពមួយបានប្រាប់ CNN ថាអ៊ីរ៉ង់អាចស្ដារសមត្ថភាពយោធាឡើងវិញបានលឿនជាងការរំពឹងទុកបែបនេះដោយសារកត្តារួមផ្សំជាច្រើនរាប់ចាប់ពីការគ្រប់គ្រងដែលទទួលបានពីរុស្ស៊ីនិងចិននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់ CBS កាលពីសប្តាហ៍មុនថាប្រទេសចិនកំពុងផ្ដល់ឲ្យអ៊ីរ៉ង់នៅគ្រឿងបង្គុំសម្រាប់ការផលិតមីស៊ីលប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Liu Zhaikun បានបដិសេធការចោទប្រកាន់នេះអំឡុងសន្និសីទសារព័ត៌មានមួយដោយហៅការចោទប្រកាន់នេះថាមិនផ្អែកលើអង្គហេតុពិតប្រាកដទោះជាយ៉ាងណាអ្នកនាំពាក្យមន្ត្រីបញ្ចកោណលោក Sean Parnell បានប្រាប់ CNN ថាយោធារបស់អាមេរិកគឺជាមហាអំណាចផុតលេខនៅក្នុងលោកហើយមានអ្វីគ្រប់យ៉ាងដែលត្រូវការដើម្បីបំពេញប្រតិបត្តិការណាក៏បានកន្លែងណាក៏បានតាមចិត្តចង់បានរបស់ប្រធានាធិបតីអញ្ចឹងត្រូវតែរងចាំមើលវគ្គបន្តទៀតថាតើវានឹងទៅជាយ៉ាងណា